នៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីសម្រាប់បងប្អូនយើងដែលចង់រកការងារថ្មីតើត្រូវត្រៀមអ្វីខ្លះមុននឹងយើងចាក់ចេញពីកន្លែងចាស់របស់យើងជាងខ្ញុំមាន5ចំណុចដែរដែលយើងអាចគួរពិចារណាតើយើងនឹងត្រៀមអីខ្លះមុននឹងយើងចាក់ចេញពីកន្លែងការងារចាស់របស់យើងទី1គឺយើងត្រូវសួរខ្លួនឯងថាច្បាស់ហើយឬនៅថាយើងនឹងចាក់ចេញពីកន្លែងចាស់របស់យើងសារមានបញ្ហាអ្វីផ្សេងនៅកន្លែងការងាររបស់យើងហ្នឹងនឹងទៅសួរខ្លួនឯងថាតើយើងស្ម័គ្រចិត្តថានឹងចាក់ចេញមែនអត់ទៅសួរខ្លួនឯងសិនណាកុំឲ្យយើងគិតថាវាគ្រាន់តែជាអារម្មណ៍មួយឆាវប៉ះទង្គិចជាមួយនឹងក្រុមការងារជាមួយនឹងមេដែលមានពាក្យសម្ដីអីលឹះលួសអញ្ចឹងទៅក្នុងន័យដើម្បីឲ្យយើងរីកចម្រើនទៅមុខទេពេលខ្លះវាជាកំហុសរបស់យើងអញ្ចឹងគាត់អាចមានសិទ្ធិក្នុងការណែនាំឬក៏ប្រើពាក្យអីស្ដីបន្ទោសអីខ្លះៗដែរវាមានរឿងច្រើននៅក្នុងនឹងដែរតាក់ទងទៅនឹងការចាក់ចេញពីកន្លែងការងារចាស់របស់យើងអញ្ចឹងយើងត្រូវច្បាស់ខ្លួនឯងដែរតើការសម្រេចចិត្តចាក់ចេញរបស់យើងហ្នឹងបានសម្រេចចិត្តត្រឹមត្រូវហើយឬនៅណាកុំគិតតែពីអារម្មណ៍មួយឆាវដែលយើងរកហេតុផលមួយដែលសមរម្យសម្រាប់ខ្លួនឯងចំណុចទី2យើងត្រូវស្គាល់ថាកន្លែងថ្មីហ្នឹងពិតជាល្អប្រសើរជាងកន្លែងចាស់របស់យើងមែនអត់នៅពេលយើងទៅហ្នឹងអាចធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនរៀនអ្វីដែលថ្មីសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងមិនមែនយើងទៅដូចខ្ញុំបានលើកឡើងពីខាងលើអញ្ចឹងគ្រាន់តែការប៉ះទង្គិចអារម្មណ៍នៅកន្លែងក្រុមការងារឬក៏មេស្ដីបន្ទោសអីតិចតួចហ្នឹងយើងតាំងចិត្តថាអត់ចង់នៅកន្លែងហ្នឹងទៀតទេដោយកន្លែងនេះគឺរឿងល្អច្រើនជាមានការអភិវឌ្ឍចំណេះជំនាញអីល្អចង់ឲ្យយើងប្រសើរទៅមុខតែយើងដោយសារយើងគិតពីអារម្មណ៍មួយឆាវហ្នឹងប៉ះទង្គិចអារម្មណ៍របស់យើងក៏សម្រាប់ចិត្តថានឹងចាក់ចេញទៅយើងត្រូវការធ្វើការប្រៀបធៀបដែរណាបើយើងគិតថានៅកន្លែងនេះល្អហើយតើយើងគួរទៅចាក់ចេញទៅកន្លែងថ្មីដែរឬទេជាងឧទាហរណ៍ថាកន្លែងចាស់របស់យើងអត់ល្អអត់មានការលើកទឹកចិត្តទោះបីជាយើងខិតខំប្រឹងប្រែងធ្វើការងារយ៉ាងណាក៏ដោយក៏អត់មានការលើកទឹកចិត្តឲ្យតម្លៃក៏ដូចជាការអភិវឌ្ឍសមត្ថភាពរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំទេអញ្ចឹងយើងធ្វើប្រមាណក៏ប៉ុណ្ណឹងទៅអញ្ចឹងបើយើងដឹងថានៅកន្លែងថ្មីជាក្រុមហ៊ុនដែលមានស្តង់ដារធំជាងយើងរបៀបរបបយើងអាចមើលតាមដានតាម social media បានតើកន្លែងការងារនេះនៅទីណានៅជិតជាងកន្លែងយើងរស់នៅអត់បុគ្គលិកក៏ដូចជាថ្នាក់ដឹកនាំហ្នឹងគាត់មានលក្ខណៈបែបណាយើងអាចគាត់តាមដានទៅលើ social media នឹងបានដែរអញ្ចឹងយើងដឹងប្រៀបធៀបថានៅកន្លែងចាស់និងកន្លែងថ្មីតើវាខុសគ្នាកន្លែងណាឧទាហរណ៍ថានៅកន្លែងចាស់របស់យើងហ្នឹងប្រាក់ខែតិចជាងទៅបើយើងទៅកន្លែងថ្មីនឹងបានប្រាក់ខែច្រើនឬក៏ឡើងតួនាទីអញ្ចឹងទៅអាហ្នឹងក៏យើងត្រូវប្រៀបធៀបដែរទោះបីជាយើងគិតថាយើងអាត្មានិយមបន្តិចក៏ដោយតែវាគឺជាអ្វីដែលយើងត្រូវការមិនមែនយើងខិតខំប្រឹងប្រែងធ្វើការហើយអត់ទទួលបានអ្វីស្នប់តបស្នងវិញទេចំណេះជំនាញក៏យើងត្រូវការអត្ថប្រយោជន៍ផ្សេងៗក៏យើងត្រូវការដែរចុះមកដល់ចំណុចទី3នៅពេលដែលយើងសម្រេចចិត្តថាកន្លែងថ្មីប្រសើរជាងកន្លែងចាស់ហើយយើងត្រូវដឹងអំពីគោលការណ៍នៅពេលដែលយើងទៅសម្ភាសហ្នឹងគេនឹងផ្ដល់រយៈពេលឲ្យយើងមិនយូរទេមិនអាចដល់1ខែទេណាបើលឿនបំផុត3ថ្ងៃ1សប្តាហ៍ឬក៏10ថ្ងៃហ្នឹងគឺយូរបំផុតហើយណាអត់អាចលើសពីហ្នឹងទេព្រោះសារគេជ្រើសបុគ្គលិកគឺចង់បានបុគ្គលិកមកធ្វើការភ្លាមណាទៅតាមអ្វីដែលក្រុមហ៊ុនតម្រូវអញ្ចឹងយើងត្រូវដឹងដែរថានៅពេលដែលយើងទៅសម្ភាសនៅកន្លែងការងារថ្មីហ្នឹងយើងត្រូវត្រៀមអីខ្លះចូលមកដល់ចំណុចទី4នៅពេលដែលយើងទៅសម្ភាសហើយនៅក្នុងអំឡុងក្នុងខែហ្នឹងអញ្ចឹងយើងត្រូវប្រាប់មេយើងថ្នាក់ដឹកនាំយើងថានៅក្នុងខែនេះខ្ញុំចង់លាឈប់ចឹងទៅហើយបន្ទាប់មកគឺមេនឹងច្បាស់ជាខាង HR នឹងហៅយើងទៅសួរឲ្យថាមានមូលហេតុអីមានបញ្ហាអីមែនបានជាចង់លាឈប់ពីកន្លែងនេះទៅអញ្ចឹងវាសិតតែជាការអាចដោះស្រាយនៅក្នុងអំឡុងពេលហ្នឹងដែរអញ្ចឹងបើសិនតែយើងមានបញ្ហាទៅលើក្រុមការងារអញ្ចឹងអត់អាចចុះសម្រុងជាមួយគ្នាអញ្ចឹងទៅខាង HR ឬក៏មេរបស់យើងហ្នឹងគាត់នឹងសួរឲ្យរកដំណោះស្រាយយើងតើបញ្ហាប៉ុណ្ណឹងវាស័ក្តិសមនឹងយើងចាក់ចេញមែនអត់តើមេគាត់អាចធ្វើការដោះស្រាយបញ្ហាទាំងហ្នឹងបានអត់ណាឬក៏មានមូលហេតុអីផ្សេងទៀតហ្នឹងក៏យើងអាចលើកឡើងនៅពេលហ្នឹងដែរយើងនៅពេលដែលយើងចរចាជាមួយនឹងមេចរចាជាមួយខាង HR អញ្ចឹងយើងមានមូលហេតុយើងអាចឆ្លើយតាមត្រង់ក៏បានដែរបើសិនជាយើងគិតថាយើងអស់ចិត្តអស់ចង់ឈប់នៅកន្លែងហ្នឹងហើយអាចនិយាយបានថាយើងចង់ទៅកន្លែងការងារថ្មីដើម្បីអីគេខ្ញុំរៀនជំនាញផ្សេងមួយ
មួយទៀតណាដោយសារតែសពថ្ងៃខ្ញុំបានរៀនជំនាញផ្សេងមួយទៀតទៅខ្ញុំចង់ប្រឡូកនៅក្នុងវិស័យនេះវិញអញ្ចឹងត្រង់ចំណុចហ្នឹងយើងនិយាយហេតុផលអ្វីដែលកន្លែងចាស់របស់យើងនឹងអត់មានធ្វើអញ្ចឹងឧទាហរណ៍ថាយើងនៅផ្នែក design ចុះនៅផ្នែក design ហើយយើងចង់ទៅផ្នែកអីមួយថាចង់បដូរទៅផ្នែក 3D ប៉ុន្តែនៅក្នុងក្រុមហ៊ុនយើងមានផ្នែក 3D ដែរអញ្ចឹងគាត់នឹងអាចទាញយើងទៅផ្នែក 3D អញ្ចឹងយើងត្រូវនិយាយពីអ្វីដែលក្រុមហ៊ុនយើងអត់មានណាអញ្ចឹងកាលណាយើងខ្ញុំចង់ធ្វើផ្នែកនេះមួយអញ្ចឹងគាត់នឹងអាចចរចាឥឡូវខ្លួនឯងមានសមត្ថភាពអាចធ្វើជា 3D modeling motion graphic បានណាឬក៏ទៅផ្នែក video editor បានអញ្ចឹងគាត់នឹងឲ្យយើងទៅផ្នែកហ្នឹងអញ្ចឹងយើងអាចឈប់បានដែរអញ្ចឹងបើយើងអាចចិត្តដាក់កាយថាយើងនឹងចាក់ចេញហើយយើងត្រូវរកហេតុផលណាមួយដែលក្រុមហ៊ុនយើងក្រុមកន្លែងចាស់របស់យើងអត់មានណាឧទាហរណ៍យើងចង់ទៅរៀនផ្នែកគូររូបហ្នឹងទៅ digital art ហ្នឹងទៅឬក៏នៅផ្នែកអីផ្សេងទៀតដែលនៅក្រុមហ៊ុនយើងអត់មានហ្នឹងទៅអាហ្នឹងវាជាមូលហេតុដែលយើងនិយាយតាមត្រង់ទៅអាហ្នឹងយើងចង់ចាក់ចេញហើយបើយើងចង់ធ្វើម៉េចអាហ្នឹងជារឿងរបស់យើងចេញពី graphic design ចេញពីផ្នែក sale ធ្វើផ្នែក sale ទៀតក៏បានហ្នឹងអាហ្នឹងគឺអាស្រ័យលើយើងទេអញ្ចឹងគាត់នឹងចរចាគាត់នឹងផ្ដល់យោបល់ឲ្យយើងដើម្បីកុំឲ្យយើងចាក់ចេញហើយបើសិនជាក្រុមហ៊ុនគិតថាយើងពិតជាបុគ្គលិកល្អមានសមត្ថភាពគាត់មិនអាចសួរអីលើសពីនឹងទេហើយបើសិនជាយើងជាបុគ្គលិកល្អធ្វើការចុះសម្រុងជាមួយនឹងក្រុមការងារគាត់នឹងផ្ដល់អត្ថប្រយោជន៍ច្រើនជាងនឹងឧទាហរណ៍ថាអាចតម្លើងទូនាទីឬក៏ប្រាក់ខែអញ្ចឹងទៅអូនឡើងបានប៉ុណ្ណេះទៀតដើម្បីជាការតបស្នងកុំឲ្យចាក់ចេញហើយទូទាត់នឹងការចំណាយអីផ្សេងបានអញ្ចឹងការលាឈប់នឹងវាមានហេតុផលផ្សេងក្រៅពីនឹងទៀតអញ្ចឹងយើងអាចនិយាយទៅតាមហេតុផលដែលសមរម្យណាមួយហើយបើយើងគិតថាយើងចាក់ចេញហើយវាអាស្រ័យទៅលើកន្លែងការងារនឹងដែរបើសិនជាច្បាប់នៅកន្លែងការងារនឹងតានតឹងពិបាកតលតែរយៈពេល1ខែមានបន្ទាប់ពីយើងដាក់ពាក្យហើយគឺយើងត្រូវនៅ stand by ធ្វើការនៅកន្លែងហ្នឹង1ខែសិនបានយើងមានសិទ្ធិឈប់អាហ្នឹងក៏វាទៅតាមនឹងដែរអានេះវាមិនមែនជាច្បាប់អីរបស់ក្រសួងការងារទេអានឹងវាជាគោលការណ៍នៅតាមក្រុមហ៊ុនមួយចឹងទៅជាបទពិសោធន៍ខ្ញុំធ្លាប់ចាក់ចេញពីកន្លែងចាស់ហ្នឹងគឺមិនយូរទេគឺមួយសប្តាហ៍ឬក៏10ថ្ងៃហ្នឹងគឺយើងអាចឈប់សម្រាប់ពីកន្លែងចាស់បានហើយព្រោះយើងបានធ្វើការមានលិខិតអីត្រឹមត្រូវយើងអត់មែនឈប់ទៅតាមចិត្តដែលចង់បានទេអញ្ចឹងយើងមានលិខិតអីដាក់ទៅឬក៏ជូនដំណឹងទៅកាន់មេរបស់យើងថាដឹកនាំយើងថាយើងនឹងឈប់ហើយយើងមានទៅការលេខលាក់ជាលិខិតអីផ្សេងដើម្បីដាក់ទៅខាងរដ្ឋបាលដើម្បីទទួលបានថ្ងៃឈប់ថាយើងចង់ឈប់នៅថ្ងៃណាអញ្ចឹងទៅគាត់នឹងសញ្ញាឲ្យយើងហើយអញ្ចឹងវាមានហេតុផលផ្សេងទៀតដូចជាហេតុផលផ្ទះនៅឆ្ងាយពីកន្លែងការងាររវល់ជាប់រៀនអញ្ចឹងហើយរៀនអត់ចូលហ្នឹងទៅណាមួយការចំណាយអីផ្សេងច្រើនហ្នឹងទៅហើយយើងចង់បានអីផ្សេងហ្នឹងគឺទៀមធាទៅតាមហ្នឹងទៅតែបើយើងនិយាយពីចង់បានប្រាក់ខែនៅមុខអញ្ចឹងច្បាស់ជាយើងអត់អាចឈប់បានទេព្រោះគាត់នឹងចរចោលគ្រាន់តែដោយសារតែរឿងប្រាក់ខែឈប់បាត់ទៅហើយដោយសារតែរឿងទូនាទីឈប់បាត់ទៅហើយអញ្ចឹងគាត់នឹងអាចវិតម្លៃថាយើងជាបុគ្គលិកប្រភេទណាគិតតែរឿងចង់បានតែទូនាទីចង់បានតែប្រាក់ខែអត់គិតខំធ្វើការអត់ខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនទេអញ្ចឹងហេតុផលមួយនេះគឺអាចនឹងពិបាកយើងដែរនៅពេលខ្លះគាត់នឹងអាចឲ្យយើងឈប់ក្បាលដែរគាត់ថាបានដោយសារយើងជាបុគ្គលិកដែរគិតតែលើរឿងហ្នឹងមិនមែនយើងមិនគិតទេប៉ុន្តែគិតនៅក្នុងចិត្តប៉ុន្តែយើងអត់និយាយចេញទេយើងត្រូវការចំណូលជាចាំបាច់ដើម្បីទូទាត់ការចំណាយផ្សេងពេលខ្លះយើងមិននិយាយល្អជាងណាតែថងទៅនឹងរឿងចង់បានប្រាក់ខែច្រើនហ្នឹងទៅណាឬក៏ចង់បានឡើងទូនាទីហ្នឹងទៅហេតុផលផ្សេងយើងអាចលើកឡើងបានតែវាអាស្រ័យទៅលើគោលការណ៍នៃក្រុមហ៊ុនហ្នឹងតើអាចឲ្យយើងឈប់សម្រាកក្នុងរយៈពេលណាមួយបន្ទាប់ពីយើងដាក់ពាក្យទៅក្នុងអំឡុងពេលហ្នឹងដែរក៏យើងត្រូវទៅសម្ភាសនៅកន្លែងការងារហ្នឹងឲ្យជាប់សិនមកយើងអាចសាកសួរទៅខាងរដ្ឋបាលថាខ្ញុំបើសិនជាខ្ញុំចង់ឈប់តើត្រូវប្រើរយៈពេលប៉ុណ្ណាដើម្បីខ្ញុំអាចឈប់សម្រាកបានអញ្ចឹងឧទាហរណ៍ក្នុងអំឡុងពេលមួយសប្តាហ៍ឬក៏10ថ្ងៃហ្នឹងអាចឈប់បានអាស្រ័យទៅលើមានអ្នកមកអាចជំនួសបានហ្នឹងទៅណាគឺអាចឈប់នៅក្នុងអំឡុងពេលហ្នឹងបានចាំយើងធ្វើការ CV ទៅកន្លែងថ្មីដើម្បីធ្វើការសម្ភាសអញ្ចឹងនៅពេលយើងទៅសម្ភាសជាប់យើងនឹងប្រាប់ថានៅកន្លែងចាស់របស់ខ្ញុំគឺទុករយៈពេលឲ្យមួយសប្តាហ៍ឬក៏10ថ្ងៃនេះគឺអាចឈប់បានដែរអញ្ចឹងយើងមានពាក្យជជែកនៅកន្លែងនៅពេលយើងទៅសម្ភាសហ្នឹងអញ្ចឹងយើងអាចកត់ចំណាំកន្លែងហ្នឹងបានមូលហេតុដែលយើងត្រូវស្វែងរកការងារជាមុនសិនជាប់ការងារជាមុនសិនបានយើងឈប់វាជាមូលហេតុមួយដល់ប្រសើរមែនទែនព្រោះអីបើសិនតែយើងឈប់ហើយបានទៅរកការងារវានឹងធ្វើឲ្យយើងខាតពេលវេលាក៏ដូចជាបាត់បង់ប្រាក់ចំណូលរបស់យើងហើយពីប៉ះពាល់ទៅដល់ការចំណាយរបស់យើងប៉ះពាល់ទៅដល់ចំណូលរបស់យើងហ្នឹងហើយអញ្ចឹងយើងចាំបាច់ត្រូវតែរកការងារក្នុងអំឡុងពេលដែលយើងកំពុងតែធ្វើនៅការងារនៅកន្លែងចាស់ហ្នឹងណាគឺយើងធ្វើអញ្ចឹង
ចឹងនៅពេលយើងជាប់ហើយយើងអាចចាំរយៈពេលដែលក្រុមហ៊ុនបានកំណត់ហ្នឹងគឺមួយអាទិត្យឬក៏10ថ្ងៃនេះអាចចាក់ចេញពីកន្លែងចាស់បានហើយអូខេខ្ញុំចូលរួមបានប៉ុណ្ណឹងតាក់ទងទៅនឹងការត្រៀមអ្វីខ្លះមុននឹងយើងទៅរកកន្លែងការងារថ្មីអូខេអញ្ចឹងបើចូលចិត្តសូមកុំភ្លេចចុច like share subscribe ជួបគ្នានៅវីដេអូក្រោយ